សួស្តីបងប្អូនទាំងអស់គ្នាវីដេអូខ្ញុំមកដល់ទៀតហើយបងប្អូននេះបងប្អូនពេលទំនេរឆ្លៀតនាំកូននាំចៅមកបុរីរុងរឿងណាបងប្អូនគេដូចជាកន្លែងពិព័រណ៍ក៏បានកន្លែងគេតាំងសភៅលក់បងប្អូននេះបងប្អូនមកមើលសភៅអីក៏មានដែរបងប្អូនអើយច្រើនណាស់ច្រើនហ្នឹងហើយបងប្អូនអាចមកសភៅបរទេសក៏មានសភៅចិនក៏មានសភៅកូរ៉េក៏មានជប៉ុនក៏មានបងប្អូនមកហើយគេចុះភាគរយឲ្យទៀតណានៅក្នុងបុរីរុងរឿងបងប្អូនឆ្លៀតនាំកូននាំចៅមកមើលគេដាក់ពិព័រណ៍សភៅនៅក្នុងបុរីរុងរឿងហ្នឹងហើយបងប្អូនឆ្លៀតនាំពួកគាត់មកមើលស្អីក៏មានដែរបងប្អូនរបស់លេងរបស់សភៅចំណែកខ្ញុំមកនេះទិញបាន2ក្បាលដែរច្រើនណាបងប្អូននាំកូននាំចៅមកបុរីរុងរឿងបងប្អូនអាចមកក្នុងបុរីអូនឯអូនកន្លែងនេះគេបើកពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានម៉ោង9ដល់ម៉ោង9រហូតដល់ម៉ោង12យប់បងបណ្ឌិតស្ដាប់ពួកយើងបិទម៉ោងបងប្អូនទាំងអស់គ្នានេះកន្លែងគេពិព័រណ៍សភៅលក់សភៅហ្នឹងពីម៉ោងបើកពីម៉ោង9ព្រឹកទៅដល់ម៉ោង9យប់បងប្អូនអាចនាំកូនចៅមកកំសាន្តលេងហ្នឹងហើយថតអត់អស់ទេបងប្អូនធំណាថតអត់អស់ជួយច្រើនណាបងប្អូនអាចនាំកូនចៅមកលេងបានណាហ្នឹងហើយមកមើលខ្ញុំមកបាន2ក្បាលដែរបងប្អូននៅក្នុងបុរីរុងរឿងកន្លែងញ៉ាំការកន្លែងហ្នឹងក៏ជាកន្លែងញ៉ាំការនៅក្នុងបុរីរុងរឿងដែរបងប្អូនគេបើកពីម៉ោង9ព្រឹកទៅដល់ម៉ោង9យប់ច្រើនណាស់ណាបងប្អូន